បំផុតសហរដ្ឋអាមេរិកចាប់ផ្ដើមវាយប្រហារសងសឹកទៅលើក្រុម ISIS ដែលបាញ់ស្លាប់ទាហានអាមេរិកពីរនាក់និងអ្នកបកប្រែជនជាតិអាមេរិកម្នាក់នេះជាការវាយប្រហារទ្រង់ទ្រាយធំទៅលើមូលដ្ឋានរបស់ក្រុម ISIS រាប់កន្លែងនៅក្នុងប្រទេសស៊ីរីស្លាប់ប៉ុន្មានរបួសប៉ុន្មានឬខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មានមិនទាន់ដឹងនៅឡើយទេតាមពិតនេះមិនមែនជាលើកទី1ទេដែលក្រុមសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកបើកការវាយប្រហារលើក្រុម ISIS គ្រាន់តែថាប្រតិបត្តិការសកលពីពេលកន្លងមកច្រើនវាយប្រហារតាមជើងគោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកថ្លែងថាការវាយប្រហារលើកនេះសំដៅលើក្រុមយុទ្ធជនរបស់ ISIS ទីជម្រកនិងឃ្លាំងស្តុកទុកអាវុធលោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថារដ្ឋាភិបាលស៊ីរីគាំទ្រយ៉ាងពេញទំហឹងចំពោះការវាយប្រហារយប់មិញលោកចាស់ទុកថានេះជាការវាយប្រហារសងសឹកដ៏ខ្លាំងក្លាបំផុតប្រភពពីយោធាសហរដ្ឋអាមេរិកឲ្យដឹងថាទីតាំងជាង70កន្លែងនៅទូទាំងប្រទេសស៊ីរីភាគកណ្ដាលរងការវាយប្រហារពីយន្តហោះ S-15 A-10 ឧទ្ធម្ភាគចក្រនិងមីស៊ីល HIMARS